នេះជាមូលហេតុដែលអ្នកគួរតែធ្វើការឲ្យឆ្លាតវៃជាងគូប្រជែងរបស់អ្នកនៅក្នុងហ្គេមនេះមនុស្សពីរនាក់ប្រណាំងដើម្បីបំពេញកញ្ច្រែងនេះដោយដបប៉ុន្តែមួយចាប់ផ្ដើមដោយយកដបពីកន្លែងឆ្ងាយមុនខណៈមួយទៀតចាប់ផ្ដើមយកដបពីកន្លែងជិតជាងដំបូងវាហាក់បីដូចជាពួកគេទាំងពីរកំពុងប្រមូលដបក្នុងល្បឿនដូចគ្នាប៉ុន្តែមានល្បិចមួយការចាប់ផ្ដើមឆ្ងាយមានន័យថាអ្នកដុតថាមពលកាន់តែច្រើននៅដើមដំបូងប៉ុន្តែនៅពេលអ្នកអស់កម្លាំងដបដែលនៅសល់កាន់តែខិតជិតហើយអ្នកកាន់តែលឿនឆ្ពោះទៅរកទីបញ្ចប់បរិមម្នាក់ទៀតធ្វើផ្នែកងាយៗជាមុនប៉ុន្តែຕົកដបនៅកន្លែងពិបាកបំផុតនិងឆ្ងាយបំផុតក្រោយដែលពេលនោះគាត់ហត់បាត់ទៅហើយទោះបីជាវាហាក់ដូចជាគាត់រៀបនឹងឈ្នះទៅហើយនៅពេលប្រមូលដបបានពាក់កណ្ដាលអ្នកដែលចាប់ផ្ដើមជាមួយនឹងផ្នែកដ៏លំបាកបំផុតនិងបញ្ចប់លឿនជាងនឹងទទួលបានជ័យជំនះមេរៀននៅទីនេះគឺដោះស្រាយបញ្ហាលំបាកជាមុនសិនវាអាចមានអារម្មណ៍ថាពិបាកនៅពេលចាប់ផ្ដើមប៉ុន្តែវាធ្វើឲ្យអ្វីៗកាន់តែងាយស្រួលនៅពេលក្រោយទាំងនៅក្នុងហ្គេមក្នុងការងារនិងក្នុងជីវិតពិតយុវជនម្នាក់បានដាក់ពាក្យសុំការងារជាកម្មករនៅក្នុងកសិដ្ឋានមួយនៅពេលម្ចាស់កសិដ្ឋានសួរថាអ្វីដែលធ្វើឲ្យគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់មកធ្វើការងារក្នុងកសិដ្ឋានយុវជននោះបានឆ្លើយថាខ្ញុំអាចគេងលក់ស្រួលក្នុងពេលមានព្យុះភ្លៀងកសិករមានការងឿងឆ្ងល់ក្នុងចិត្តចម្លើយស្អីបែបនេះប៉ុន្តែគាត់ចូលចិត្តទំនុកចិត្តរបស់យុវជននោះដូច្នេះគាត់បានជួលគាត់មកធ្វើការនៅក្នុងកសិដ្ឋានធ្វើការបានយ៉ាងច្រើនសប្តាហ៍កន្លងផុតទៅនៅយប់មួយព្យុះដ៏ខ្លាំងក្លាមួយបានបោកបក់នៅលើកសិដ្ឋានរបស់គាត់ខ្យល់បក់ខ្លាំងផ្គរលាន់បានរង្គើផ្ទះម្ចាស់កសិដ្ឋាននិងប្រពន្ធរបស់គាត់បានងើបចេញពីគ្រែពួកគេប្រញាប់ប្រញាល់ទៅរកកម្មករថ្មីរបស់ពួកគាត់ប៉ុន្តែយុវជននោះកំពុងដេកលក់យ៉ាងស្រួលស្កប់ស្កល់គ្មានការភ័យស្លន់ស្លោទេគ្មានព្រួយបារម្ភអ្វីសោះទូផ្គរលាន់រង្គើផ្ទះក៏ដោយម្ចាស់កសិដ្ឋានគិតថាតើអាអូននេះអាចគេងលក់ស្រួលយ៉ាងដូចម្តេចនៅពេលបែបនេះដូច្នេះគាត់និងប្រពន្ធរបស់គាត់បានទៅពិនិត្យមើលអ្វីៗនៅក្នុងកសិដ្ឋានដោយខ្លួនឯងពួកគាត់ទាំងពីរមានការភ្ញាក់ផ្អើលណាស់វានីមួយៗត្រូវបានចាក់សោយ៉ាងតឹងរឹងរួចហើយគំនរអស់ត្រូវបានដាក់រួចរាល់នៅក្បែរចង្ក្រានភ្លើងមិនត្រូវទឹកភ្លៀងឧបករណ៍ប្រើប្រាស់ក្នុងកសិដ្ឋាននានាត្រូវបានរក្សាទុកដោយសុវត្ថិភាពបោមស្រូវសាលីត្រូវបានគ្របនិងការពារពីភ្លៀងត្រាក់ទ័រស្ថិតនៅក្នុងយានដ្ឋានចម្រុកស្រូវមានសុវត្ថិភាពមិនត្រូវទឹកភ្លៀងសត្វនានានៅក្នុងទ្រុងគេយ៉ាងស្ងប់ស្ងាត់និងដាក់ចំណីបានយ៉ាងគ្រប់គ្រាន់អ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំយ៉ាងល្អឥតខ្ចោះនៅពេលនោះកសិករដែលទីបំផុតបានយកពីចម្លើយចម្លែករបស់យុវជននោះនៅពេលសម្ភាសខ្ញុំអាចគេងលក់ស្រួលក្នុងពេលព្យុះភ្លៀងមិនមានន័យថាគាត់ខ្ជិលច្រអូសនោះទេវាមានន័យថាគាត់បានធ្វើការងាររបស់គាត់ឲ្យបានត្រឹមត្រូវជារៀងរាល់ថ្ងៃមុនពេលមានបញ្ហាមកដល់មេរៀននៅក្នុងរឿងនេះគឺថាធ្វើការងារអ្នកឲ្យហើយត្រៀមខ្លួនឲ្យរួចជាស្រេចជានិច្ចព្រោះនៅពេលដែលមានបញ្ហាកើតឡើងអ្នកនឹងមិនភ័យស្លន់ស្លោឡើយតើអ្នកដែលឃើញគេដាក់កៅស៊ូខ្មៅធំមួយនៅខាងក្នុងសសរអគារខ្ពស់ទេវាត្រូវបានគេហៅថាឧបករណ៍ការពាររញ្ជួយដីហើយវាជាអាវុធសម្ងាត់របស់អគារប្រឆាំងនឹងការរញ្ជួយដីឧបករណ៍ការពាររញ្ជួយដីនីមួយៗផលិតពីស្រទាប់កៅស៊ូនិងដែកថែបដែលមានកម្លាំងខ្លាំងអាចទ្រទម្ងន់រាប់រយតោននិងអាចទប់ទល់នឹងការរញ្ជួយដីកម្រិត7 រិចតើអគារដែលដាក់វានឹងញ័រខ្លាំងដោយសារតែចលនារបស់ដីធ្វើដំណើរត្រង់ចូលទៅក្នុងរចនាសម្ព័ន្ធគ្រឹះរបស់អគារជាមួយនឹងឧបករណ៍ការពាររញ្ជួយដីវាដើរតួដូចជាឧបករណ៍ស្រូបយកកម្លាំងរញ្ជួយដីដ៏ធំមួយវាស្ទើរតែដូចជាអគារកំពុងអណ្ដែតពីលើការរញ្ជួយដីជំនួសឲ្យការប៉ះទង្គិចដោយផ្ទាល់នៅពេលរំញ័ររវាងគ្រឹះអគារជាមួយនឹងសសរក្នុងអំឡុងពេលសាងសង់ឧបករណ៍ការពាររញ្ជួយដីទាំងនេះត្រូវបានដំឡើងជាមុនសិនបន្ទាប់មកបេតុងត្រូវបានចាក់ជុំវិញពួកវាមានទំហំខុសៗគ្នាជាធម្មតាមានអង្កត់ផ្ចិត28ឬ32អ៊ីងនិងមានតម្លៃប្រហែល$2,000ទៅ$3,000ក្នុងមួយសសរសម្រាប់អគារដែលអាចទប់ទល់នឹងការរំជួយដីធំតម្លៃនោះហាក់ដូចជាការចំណាយតិចតួចប៉ុណ្ណោះដើម្បីសុវត្ថិភាពអគារតម្លៃរាប់រយលានដុល្លារ